បាទទូរទស្សន៍ជនវគ្គនេះគឺជាវគ្គដែលយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនទៀតដំបូងនេះសូមអនុញ្ញាតភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តក្រចេះបាទជួបនឹងលោករដ្ឋតើលោករដ្ឋព្រឹកនឹងមានសេចក្តីរាយការណ៍អ្វីជំរាបជូនដល់សាធារណជនដែលកំពុងទស្សនាអញ្ចឹងសូមបកគោលនីតិជនរដ្ឋខាបាទសូមអរគុណច្រើនបាទលោកឧត្តមនៅក្រចេះបាទសូមជម្រាបសួរលោកឧត្តមបាទលោកជម្រាបសួរលោកសុខានិងលោកបុត្រាបាទជម្រាបសួរលោកឧត្តមតើមានអ្វីជាដំណឹងនៅព្រឹកនេះលោកបាទព្រឹកនេះខ្ញុំបាទមានព័ត៌មានស្ដីពីក្រមឆ្មាំអភិរក្សសត្វសោតទន្លេមេគង្គនេះបានចុះធ្វើការបង្ក្រាបសកម្មភាពបទល្មើសនេសាទនៅក្នុងដោយខុសច្បាប់នៅក្នុងតំបន់អភិរក្សនៃរដូវត្រីពងនេះបាទតំបន់ហ្នឹងស្ថិតនៅឃុំស្រុកណាមួយទៅលោកtôiជំរាបផងដែរថាតំបន់អភិរក្សនេះស្ថិតនៅក្នុងភូមិអូកក់នៅតែខាងលើនៃទន្លេមេគង្គព្រំប្រទល់ខេត្តស្រុកសម្បូរនិងខេត្តកញ្ចេនជាមួយនឹងព្រំប្រទល់ខេត្តសៀងត្រែងនេះស្ថិតនៅក្នុងភូមិអូកក់ឃុំអូក្រៀងស្រុកសម្បូរបាទក្នុងសកម្មភាពនៃការខាត់ខ្លួនបង្ក្រាបនេះតើអាជ្ញាធរលោកខាត់ខ្លួនមនុស្សប្រមាណអ្នកដែរបាទសូមជម្រាបជូនផងដែរថាបើតាមនាយរងខណ្ឌរដ្ឋបាលជលផលលោកនឹងជាប្រធានឆ្មាំអភិរក្សសត្វសោតទន្លេមេគង្គខេត្តកញ្ចេះនេះលោកមកបន្លប់លោកបានប្រាប់ទូរទស្សន៍យើងឲ្យដឹងកាលពីម្សិលមិញនេះថាក្នុងសកម្មភាពចុះបង្ក្រាបកាលពីថ្ងៃទី28នោះសមាជិកខេត្តកក្កដានេះសមាជិកបានខាត់ខ្លួនមនុស្សម្នាក់ឈ្មោះបុរសម្នាក់នេះឈ្មោះមឿងសុគាអាយុ23ឆ្នាំដែលមានទីលំនៅនៅភូមិសំរោងឃុំសម្បូរស្រុកសម្បូរហើយបុរសនេះត្រូវបានធ្វើជាកម្មករនៅក្នុងក្រុមហ៊ុនធ្វើដែលរោងចក្រស្ករសមមួយនៅក្នុងទឹកដីខេត្តកញ្ចេះនេះឈ្មោះថាក្រុមហ៊ុនកាម៉ាឌីនូដែលមានទីតាំងនៅកន្លែងតំបន់កើតហេតុខាងលើនេះបាទលោកឧត្តមចង់ឲ្យបញ្ជាក់បន្តិចថាតើឧបករណ៍ទាំងឡាយខុសច្បាប់ហ្នឹងវាមានស្អីខ្លះជាតកតាំងដែលបញ្ជាក់ថាខុសច្បាប់ហើយវាធ្ងន់ធ្ងរទេបាទtôiជំរាបជូនផងដែរថាឧបករណ៍ដែលខុសច្បាប់ដែលធ្ងន់ធ្ងរជាងគេនោះគឺកន្លងមកនេះជនល្មើសតែងតែឆ្លៀតឱកាសប្រើនៅឧបករណ៍ឆក់បាទមានក្នុងនោះជំនាញបានប្រាប់ថាឧបករណ៍ឆក់ដែលធ្ងន់ធ្ងរមានឧបករណ៍ឆក់ទ្រង់ទ្រាយត្រជាក់និងឧបករណ៍មានទ្រង់ទ្រាយក្តៅបាទហើយបន្តមកទៀតនេះឧបករណ៍ដែលត្រូវប្រើប្រាស់នៅក្នុងដែនអភិរក្សក្នុងតាមជួរមាត់ទន្លេដែលត្រូវអភិរក្សនោះគឺជាឧបករណ៍មងក្រឡាធំដែលក្នុងច្បាប់នោះបានហាមឃាត់បាទហើយជាពិសេសនេះនៅក្នុងរដូវបិទនេសាទនេះតែម្ដងគឺពួកគេតែងតែលួចលាក់ធ្វើសកម្មភាពជារៀងរាល់ថ្ងៃបាទពួកគេធ្វើជាលក្ខណៈគ្រួសារឬក៏ជាទម្រង់អាជីវកម្មអ្វីមួយទៅបាទនេះបើតាមការលើកឡើងរបស់មជ្ឈដ្ឋានប្រជាពលរដ្ឋក៏ដូចជាអ្នកខ្លំមើលនៅរាល់បទល្មើសជលផលនេះគេបានឲ្យដឹងថាកន្លងមកនេះមានទ្រង់ទ្រាយមួយចំនួនជាលក្ខណៈជាឈ្មួញបាទពេលខ្លះមានឈ្មួញខ្លះហ្នឹងប្រើរូបភាពយកជាកម្មករមកធ្វើជាឧបករណ៍សម្រាប់ឲ្យប្រើទៅលើបទល្មើសនេះដោយសារគេប្រើធនធានហើយរកកម្មករទៅឲ្យទៅកាន់នៅឧបករណ៍របស់គេប៉ុន្តែនៅក្នុងពេលដែលសមាជិកបានខាត់ខ្លួនទៅលើបរិយាឈ្មោះមឿងសុគានេះផងដែរគឺជនល្មើសនេះបានសារភាពចំពោះមុខត្រីជលផលកាលពីម្សិលមិញនេះថាខ្លួនមិនមែនជាអ្នកអាជីពក្នុងអង្គើទៅឆក់ត្រីនេះទេបាទគ្រាន់តែខ្លួនឆ្លៀតឱកាសចេញពីធ្វើការដើម្បីទៅរកត្រីនៅខាងក្បែរនោះដោយប៉ុន្តែមានជនមួយចំនួនដែលគាត់មិនបានស្គាល់ស្និទ្ធស្នាលនោះទេគ្រាន់មកបបួលថាឲ្យទៅជួយធ្វើកិច្ចការនេះដើម្បីរកប្រាក់កម្រៃបន្ថែមគឺនាពេលដែលគាត់នេះជួបការខ្វះខាតដោយសារប្រព័ន្ធរបស់គាត់នឹងមានទម្ងន់ផងបាទគ្រប់ខែទៀតបាទអញ្ចឹងមិនមែនមានន័យថាជារឿយពីអើយមកគាត់ជាអ្នកប្រកបមុខរបរនេសាទឬក៏ស៊ីឈ្នួលនេសាទឲ្យគេតាំងពីដើមទេគ្រាន់តែថាពេលទំនេរពីការងារផ្សេងឆ្លៀតទៅធ្វើជាកម្មករគេដើម្បីបានប្រាក់ហ្នឹងមកផ្គត់ផ្គង់ជីវភាពគ្រួសារឥឡូវនេះប្រពន្ធចិត្តឆ្លងទលេទៀតមិនអញ្ចឹងណាបាទប្របាក់ដែរគ្នាពេលខ្លះគ្នាក៏មិនដឹងដោយការអូសទាញពីនេះពីនោះចេះទៅសិនឲ្យតែបានលុយបាន20000 30000មួយថ្ងៃមកក៏វាជាការល្អដែរណាអញ្ចឹងទុកជូនជំរាបជូនផងដែរបាទលោកសុខាទុំថែមផងដែរជុំវិញបញ្ហាជនល្មើសដែលសមាជិកបានធ្វើការសាកសួរនេះគាត់ក៏បានដឹងដែរគាត់ថាគាត់ដឹងថាអង្គើនេះជាអង្គើខុសច្បាប់ហើយប៉ុន្តែគាត់នៅបង្ខំដោយសារជីវភាពគាត់ជួបការលំបាកបាទហើយកន្លងមកនេះគាត់រកតាមលក្ខណៈគ្រួសារបន្តិចបន្តួចដើម្បីយកទៅចិញ្ចឹមក្រុមគ្រួសារដែលសម្រាប់បានមួយថ្ងៃតែប៉ុណ្ណោះទេប៉ុន្តែគាត់មិនមែនជាអាជីពក្នុងការ
ព្រឹត្តនៅបទល្មើសឆក់ត្រីនេះទេបាទនេះក៏អាចជាពួកមុខសមត្ថកិច្ចការពីម្សិលមិញនៅរដ្ឋបាលខណ្ឌរដ្ឋបាលជលផលខេត្តកញ្ចេះនេះបាទបាទអញ្ចឹងឥឡូវនេះគេបញ្ជូនទៅតុលាការហើយបាទជនសង្ស័យនេះត្រូវបានមន្ត្រីជំនាញរដ្ឋបាលខណ្ឌជលផលខេត្តកញ្ចេះពីម្សិលមិញនេះបានកសាងសំណុំរឿងហើយបញ្ជូនទៅស្ថាប័នអាយកាកាលពីម្សិលមិញនេះហើយបាទចោតប្រកាន់បាត់ហើយអញ្ចឹងនៅទេរហូតមកដល់ពេលនេះយើងមិនទាន់បានសាកសួរទៅលើស្ថាប័នអាយកានៅឡើយទេប៉ុន្តែសមត្ថកិច្ចជំនាញនេះគឺបានបញ្ជូនរួចរាល់អស់ហើយទៅតាមនីតិវិធីប៉ុន្តែសូមជម្រាបជូនផងដែរថារាល់សម្ភារៈមួយចំនួនទៀតដែលសមត្ថកិច្ចជំនាញក៏ដូចជាឆ្មាំទន្លេនេះបានប្រមូលបាននោះមកនោះរាប់ពាន់ម៉ែត្រតែម្ដងហើយនឹងសម្ភារៈដូចជាមួយចំនួនផងដែរបាទប៉ុន្តែសម្ភារៈដូចជាមុំនេះត្រូវបានសុំគោលការណ៍មកថ្នាក់លើនេះបើតាមការអាវរបស់ប្រធាននាយរងជលផលខេត្តនេះការសុំគោលការណ៍ឲ្យទៅដុតបំផ្លាញនៅទីកន្លែងកាត់ហេតុតែម្ដងក្នុងការពិបាកក្នុងការដឹកជញ្ជូននេះមកបាទអរគុណច្រើនលោកឧត្តមសូមបញ្ជាក់ខេត្តបន្តិចលោកសុខាបាទតែទៅនឹងបញ្ហានេះប្រជាពលរដ្ឋបានសាទរផងដែរចំពោះរាល់ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើការបទល្មើសនេសាទនេះរដូវបិទនេសាទនេះប៉ុន្តែគាត់សំណូមពរឲ្យធ្វើការរឹតបន្តឹងផងដែរចំពោះសមត្ថកិច្ចនេះទៅលើបទល្មើសដែលកំពុងតែប្រព្រឹត្តឆក់នេះបាទហើយដែលជារៀងរាល់ថ្ងៃនេះពួកគាត់សង្កេតឃើញតែមានការឆក់ត្រីនេះទៅតាមគ្រប់កន្លែងដែលនៅតាមតំបន់គ្រប់តំបន់ទាំងអស់នៅតាមគ្រប់ស្រុកតែម្ដងបាទដោយសារតែកម្លាំងសមត្ថកិច្ចខ្លះមិនបានឆក់ល្វែងមិនបានទៅពិនិត្យឲ្យដល់នោះទេបាទអរគុណច្រើនបាទសូមអរគុណសូមជម្រាបលាបាទជម្រាបលាអញ្ចឹងទី1ណាបងអូនឬក៏បងផ្សេងនៅទីទៀតបញ្ហាជីវភាពគឺអ្នកណាក៏ត្រូវការដែរប៉ុន្តែយើងមើលតើយើងធ្វើដើម្បីមកផ្គត់ផ្គង់ជីវភាពជារៀងរហូតតទៅមុខឬក៏យើងធ្វើដើម្បីបានម្ដងពីរដងស្រាប់តែក្រោយមកគឺថាជីវភាពយើងកាន់តែដុនដាបទៅវិញហើយប្រឈមមុខនឹងផ្លូវច្បាប់ផ្លូវទម្លាប់ទៅទៀតនោះបាទអាហ្នឹងវាពិបាកត្រង់នោះណាប៉ុន្តែជាគោលការណ៍នៅក្នុងស្មារតីច្បាប់ទី1គេអាចពិន័យអន្តរការចំពោះបទល្មើសដែលមានកម្រិតល្មមសំរុំឬក៏ខាងជនដែលប្រព្រឹត្តបទល្មើសសុខចិត្តធ្វើការពិន័យអន្តរការបាទហើយទោះបីជាបញ្ជូនទៅកាន់តុលាការក៏ដោយក៏ព្រះអាជ្ញាលោកនៅតែមានសិទ្ធិសម្រេចនៅក្នុងការចោទប្រកាន់ឬក៏លើកលែងចោទប្រកាន់ដោយគ្រាន់តែឲ្យពិន័យអន្តរការឬក៏យ៉ាងម៉េចដោយពិនិត្យលើស្ថានភាពនៃការប្រព្រឹត្តទំហំនៃការប្រព្រឹត្តនិងស្ថានភាពចាំបាច់របស់ក្រុមគ្រួសាររបស់គ្នាដែរខ្ញុំមិននិយាយដើម្បីឲ្យព្រះអាជ្ញាដោះលែងនោះទេឲ្យអនុវត្តទៅតាមច្បាប់ឲ្យយុត្តិធម៌ដោយពិចារណាទៅលើហេតុផលគ្រប់បែបគ្រប់យ៉ាងទាំងអស់បាទអរគុណឥឡូវសូមចូលទូរស័ព្ទទៅមកបាទសូមចូលទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តស្វាយរៀងនិងព្រៃវែងលោកពិសិដ្ឋហើយដើម្បីឲ្យលោកពិសិដ្ឋឆ្លើយឆ្លងជាមួយលោកសុខៈបន្ថែមទៀតបាទអរគុណណាស់លោកពិសិដ្ឋជំរាបសួរបាទសូមជំរាបសួរលោកសុខៈព្រមទាំងលោកបត្រាផងដែរបាទជំរាបសួរលោកពិសិដ្ឋតើមានអ្វីប្លែកពីខាងឧត្តមនៅកញ្ចេះមិញបាទនៅព្រឹកនេះខ្ញុំមានព័ត៌មានមួយពីខេត្តស្វាយរៀងបាទគឺកម្មករប្រមាណ50-60នាក់លើកគ្នាមកតវ៉ានៅមុខសាលាដំបងខេត្តស្វាយរៀងបាទអូតវ៉ានៅមុខសាលាដំបងខេត្តស្វាយរៀងតើមានមូលហេតុអ្វីខ្លះដែលនាំឲ្យពួកគេលើកគ្នាទៅតវ៉ាមុខតុលាការខេត្តស្វាយរៀងអញ្ចឹងបាទពាក់ព័ន្ធនឹងមូលហេតុនោះត្រូវបានក្រុមកម្មករទាំងអស់នោះអាចថាដោយសារមានការព្រួយបារម្ភបន្ទាប់ពីខាងចៅក្រមស៊ើបសួរសាលាដំបងខេត្តក៏ហៅឲ្យខាងតំណាងសហជីពចំនួន4នាក់ចូលខ្លួនទៅបំភ្លឺពីបទចោទប្រកាន់ញុះញង់កម្មករឲ្យធ្វើបាតកម្មញុះញង់កម្មករទាំងអស់ឲ្យធ្វើបាតកម្មដែលនាំឲ្យមានការប៉ះពាល់ដល់ប្រយោជន៍របស់ក្រុមហ៊ុនរោងចក្រអញ្ចឹងណាបាទថានៅពេលដែលពួកគេទាំង6នាក់ចូលខ្លួនទៅកាន់តុលាការនឹងហើយថាតើតុលាការគេបានសាកសួរអ្វីខ្លះប្រើពេលអស់ប្រហែលម៉ោងសូមបញ្ជាក់ថាតំណាងសហជីពគេក៏ហៅទៅចូលខ្លួនបំធ្វើសាកសួរនេះគឺមានតែចំនួន4នាក់បាទហើយក្នុងការសាកសួរនេះគឺចាប់ពីម៉ោង8ព្រឹកម្សិលមិញនេះរហូតដល់ម៉ោង7:12បាទគឺរយៈពេល4ម៉ោងបាទតាមការសាកសួរមកដោយសារគណៈពេលសាកសួរមានកម្មករទៅធ្វើការតវ៉ាច្រើននោះមានសមត្ថកិច្ចក៏បានចុះទៅដាក់កម្លាំងការពារច្រើនជាងក្រុមកម្មករទៅទៀតបាទតែអ្វីដែលស្ថាប័នសង្គមនោះគឺរយៈពេល4ម៉ោងក្រោយមកគេឃើញថារ
อย่างเงี้ยก็โดยเชื่อขาดตลาดการมันมาถึงการควักคลุ้นเลยตรงกับที่จะมูลนิธิคือมาอนุญาตเอาตลอดมือแฝงวิ่งมาจังนะจังตาหนึ่งมีการสะสมในปีกลายต่อติดหรือก็บรรจบการสะสมตรำหนังโรงจำรัฐพรการจอดประกันหรือการทวีนิเตวิธีบรรโตมาเราตามการระบบคลางปนาสาที่พูดเนี่ยแต่ตอนที่หาตัวสะสมทุกวันมันเจ้าท่าการกรอมเสริมสู้บ้านกำหนดไงยงไงตีบอบขาไปขามุกนี่นั่นก็หาผู้เกย์มาถวยการสะสู้มันต่อที่เกิดปนมันเรื่องการยุ่งกระดาษนี่กระทรวงมันจะฟังบ้านทาบอบเจ้าประกันก็คือกำลังเจ้าประกันทาผู้กตัดดูเนี่ยบ้านยุ่งประกันต้องเคลียร์ประกันบัตรถอยจิตเล็กน้อยกาปีกายตีบัตรผมไปใส่5 ปีก่อนแบบบุญแต่ลองตั้งบ่าเรียกเป็นชิดในชนะมาค่อยบ่าจังมีในจะคางโรงจะเก็บพดังหรือก็มันแมนเมียนบันดังเด้มาตามการมาครั้งลิขิตในการก็หาโจรคนมาพลือนั่นคือมาเจ้าทาคือคางโรงจะครั้งตะวันเศรษฐกิจพิเศษต้องมาประดังจากประกันทาการยุ่งเวียนการปฏิกรรมมาพลอยถวยเสียจราจรนั่นคือการถวยขับไปเจ้าจะมาคมคนต้องเกิดจิตตระประมาณ10 บุญมันละลายต่อมาโอ้จังเมนจังมีในท่านนี้คือจีระบายการะบบคางโรงจะให้เหมือนเมนจีการดังตะกันปริญญาหรือกลาการเด็กตัวได้เลยมาเพราะมันจะฟังด้านข้างตามแบบพบโดยฉบับการมวยปีสลาลำโพงแคสสายเรียนบานรถต่างข้างแบบดังท้าตามเตอร์ข้างตำนานรูจักมันบานเพื่อดับปีประดังเตอร์ตลาดกาตีมันแต่ไว้ได้เพื่อเชื่อมูลค่าได้ปริญญาเพื่อการจอดประกันนั้นได้ตาไปเมียนสบายกาปีผลิตจราจรแคบได้บานเตอร์ทวีการู้จราจรขนาดปีได้กรมการประกอบถือกาวว่าบัตรพลอยหรือบ่าบ้านเธอระบายการไปจูนแต่สองแก้ให้สองแก้กับบ้านหัวจะระบายการนี่แต่เอาทางตลาดการทางปริญญาถือการจอประกันไปยุ่งตามระบายการในการเรามาบาทคนจบบาสันเจียเรื่องนั้นตาอาจหนึ่งมีการสำรวจบรรจบมันจำใบตลาดการไอตอร์ที่หรือก็ยังไม่ได้ป่ะตามการซื้อพวกปัญหาในบ้านกลุ่มปุ่มมินประพบนามวยบัญชีอัมพีกูจุ่มห่อทางการสำรวจเต้แต่ซาแต่นี่คือเจียนิตวิธีนึงซึ่งอำนาจจากวัตลาการทางการบอกเป็นตัวที่เพียรใกล้กับโลกบ้าแต่โลกมันมาเชื่อท่าตาหนึ่งเตยสำรวจบาดนาเต้คือโลกแบบก็แต่อนุวัตตามในแต่วิธีฉบับปนเอาบาทคนจราลูกพิเศษได้รีการพีปัญหานี้จุดเรียบเรียสมาคมส่งจุดเรียบเรียบาทจังទី1គឺការធ្វើបាតកម្មឬកោតកម្មត្រូវស្របទៅតាមគោលការណ៍ច្បាប់ដែលមានចែងនៅក្នុងច្បាប់ការងារឆ្នាំ1997ប៉ុន្តែជាទូទៅការធ្វើកោតកម្មបាតកម្មការមានគ្នាច្រើនអញ្ចឹងវាតែងតែមានការណែនតាន់តាប់តាមបណ្ដាផ្លូវសាធារណៈនៅមុខរោងចក្រនៅមុខក្រុមហ៊ុនឬក៏មុខតុលាការវាតែងតែមានអញ្ចឹងណាបាទហើយប៉ុន្តែបើគេរកឃើញថាយើងពិតជាធ្វើការញុះញង់ដោយខុសអំពីសភាពជាក់ស្ដែងមែនអានឹងវាអាចមានបញ្ហាញុះញង់ឲ្យធ្វើសកម្មភាពដែលខុសនឹងច្បាប់ប៉ុន្តែបើសិនជាការស្រោបស្រួលគ្នាពីកម្មករទាំងអស់គ្នាអានឹងមិនមែនជាការញុះញង់ទេគឺជាការស្ម័គ្រចិត្តនៅក្នុងការទាមទារលក្ខខណ្ឌការងារណាមួយកុំឲ្យតែប្រព្រឹត្តអំពើហិង្សាខូចខាតទ្រព្យសម្បត្តិរបស់សាធារណៈឬក៏ទ្រព្យសម្បត្តិរបស់ឯកជនបាទឥឡូវទុកជូនឲ្យតុលាការលោកពិចារណាបន្តទៀតណាបាទអរគុណទូរទស្សនិកជនយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនវគ្គក្រោយភ្ជាប់ទូរស័ព្ទទៅពីអ្នកងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនបន្តទៀតបាទ